Chẳng tới tôi cho mùa nắng càng nghe nó cứ tới tôi cho mùa nắng càng nghe và top được bao nhiêu đấy chẳng này cứ dương khơi thay bị đôi khi hết để vì xu vì hụt ai tới cái việc tranh mà sến home/sến đi trong một tấm mà dương cho mà đau vậy ní cứ dương phở cả mình mua tiết nằm bay họ server bao nhiêu nằm bay họ hot snap cho những bài việc hot snap ហើយយើង enter មកចឹងវាចេញឲ្យជួបបន្ទូ server ដែលជាឈ្មោះ server របស់ខ្ញុំចឹងចូលមកដល់ការងារបន្ទាប់គឺយើងធ្វើតេតងជាមួយនឹងការបង្កើត file ចឹងយើងត្រូវបង្កើត file មួយដែលខ្ញុំចង់បាន file គឺ file text អញ្ចឹងtouch text ហើយตัวយើងដៅពាក្យ file .txt ហើយយើង enter មកយើងវាយ command ls ដើម្បីមើលវានេះអញ្ចឹងវាបានមកហើយគឺនៅក្នុង file txt នៅក្នុង folder sv 2.1 folder តមកគឺយើងបើសិនជាយើងចង់ចូលទៅនេះវាចឹងយើងត្រូវវាយពាក្យ nano .clear file .txt ហើយយើង enter មកនោះវានឹងចូលមកហើយអញ្ចឹងមកដល់បែបនេះគឺយើងអាចសាកវាយបានអញ្ចឹងខ្ញុំសាកវាយhello world ចឹងពេលខ្ញុំវាយប៉ុណ្្នឹងហើយអញ្ចឹងខ្ញុំចុច enter មកយើងដល់ហើយខ្ញុំសាកវាយប៉ុណ្្នឹងហើយអញ្ចឹងយើង control x មកហើយយើងចុចវាយមកហើយយើង enter មួយទៀតមកអញ្ចឹងវានឹង load ទៅហើយ run command នឹងបាន run file នឹងបានអញ្ចឹងយើងប្រើ command cat file.txt ហើយយើង enter មកចឹងនេះគឺជា hello world ដែលយើងបានទៅសេមិញអញ្ចឹងខ្ញុំសូមបង្កើត folder មួយទៀតអញ្ចឹងដើម្បីបង្កើត folder បានគឺយើងត្រូវប្រើ command mk there ហើយយើងដក clear មកអញ្ចឹងខ្ញុំសូមដាក់ឈ្មោះថា file ហ្នឹងថា the name ហើយ enter មកអញ្ចឹងខ្ញុំវាយ command ដើម្បីឆែកវាមើលអញ្ចឹងយើងវាយ ls អញ្ចឹងយើងឃើញថាយើងមាន folder ហ្នឹងហើយអញ្ចឹងបន្ទាប់មកដើម្បីចូលទៅកាន់ folder ហ្នឹងបានអញ្ចឹងយើងត្រូវប្រើ command cd their name ហើយយើង enter មកអញ្ចឹងយើងឃើញថាឥឡូវគឺយើងចូល load ទៅក្នុងគឺយើងកំពុងតែនៅក្នុង folder name ហ្នឹងហើយអាចទៅ check មើលវាបានទៀតអញ្ចឹងខ្ញុំវាយ command pwd មកហើយយើង enter មកអញ្ចឹងយើងឃើញថា home /their name ហ្នឹងហើយអញ្ចឹងមានថាគឺក្នុង home ដែលក្នុងនៅក្នុង username របស់យើងស្រេងហ្នឹងអញ្ចឹងវាមានក្នុង folder their name ហ្នឹងចង់ឲ្យយើងត្រឡប់ទៅកាន់ path ចាស់របស់យើងវិញចុះយើងអាចវាយ cd .clear ចុច2ទៅហើយយើង enter ទៅហើយឥឡូវយើងអាចដាក់ pwd ដើម្បីឆែកវាមើលបានអញ្ចឹងឃើញអត់វាទៅនឹង home/range ទៅកាន់ត្រឡប់ទៅកាន់កន្លែងដើមរបស់វាវិញហើយយើងអាចឆែកមើលបានអញ្ចឹង ls ចេញឃើញនៅ folder ហ្នឹងអញ្ចឹងបើសិនយើងចង់ចូលទៅក្នុង folder ដែលនៅវិញអញ្ចឹងយើងគ្រាន់តែវាយ cd .clear their name ហ្នឹងមកហើយយើង enter ទៅអញ្ចឹងឃើញអត់វានឹង load ចូលវិញហើយខ្ញុំសូម copy file នេះដែលជា file .txt នេះខ្ញុំចង់យកទៅដាក់នៅក្នុង folder their name អញ្ចឹងយើងអាចវាយបានcp គឺមានន័យថា copy ហើយយើងវាយឈ្មោះ file មក file .txt សូមទោស .txt ហើយយើងវាយឈ្មោះ folder របស់យើងមក their name ហើយយើង complete time slash ពីក្រោយមួយផងហើយយើង enter មកសារតែខ្ញុំឥឡូវកំពុងតែឈរនៅក្នុង folder ហ្នឹងអញ្ចឹងខ្ញុំសូមចេញទៅវិញសិនអញ្ចឹងយើងវាយប្រើ command cd .clear
ចុច2ហើយយើង enter មកជួយយើង check មើលសិន ls គឺយើងដក clear អញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្្នឹងហើយគឺយើងវាយ cp វាយដូចមិនដែរមក cp file.txt ដក clear choose folder their name ហើយ complete time slash ហើយយើង enter មកអញ្ចឹងបន្ទាប់ពីយើងប៉ុណ្្នឹងហើយគឺយើង ls មើលមកចង់យើងឃើញថានេះវាចេញបែបនេះអញ្ចឹងបន្ទាប់ចេញពីហ្នឹងហើយទៅយើងទៅដល់ cd ហើយយើងចូលទៅក្នុងនេះវិញយើងវិញមក their name ហើយយើង enter មកអញ្ចឹងពេលដែលយើងចូលហើយយើងអាច ls មើលបានអញ្ចឹងយើងឃើញ file នៅក្នុង folder របស់យើងគឺ file.txt ចូលទៅ folder ហើយនេះគឺវាចូលដល់ folderចឹងយើង check out file ហ្នឹងចេញពីក្នុង folder ហ្នឹងទៅវិញអញ្ចឹងយើងអាចប្រើ rm ហ្នឹងគឺមានន័យថា remove អញ្ចឹងយើងវាយឈ្មោះ file របស់យើងមក file.txt ហើយយើង enter មកអញ្ចឹងយើងអាច ls វាមើលបានថាវាមានទៀតអត់អញ្ចឹងពេលយើង ls មកគឺវាអត់មានទេអញ្ចឹងមានថាគឺវាបាន remove បាត់ហើយចុច ls វាអញ្ចឹងយើងវាយ cd ដក clear /2 ទៀតមកហើយយើង enter ទៀតអញ្ចឹងយើងវាយ ls ទៀតមកអញ្ចឹងយើងឃើញថា file.txt វាត្រឡប់ back ចូលមកក្នុងនេះវិញហើយចង់ឲ្យវាចូលទៅវិញគឺយើងវាយ command ដូចមិញ cp file.txt តបមក their name ហើយយើង time slash មកហើយយើង enter មកអញ្ចឹងយើងអាចចូលទៅក្នុង file ហ្នឹងវិញបានជាយើងអាចថា ls មើលក៏បានដែរ ls មើលសិនចាំបន្ទាប់មកយើងវាយ cd dot their name ហើយ enter មកចាំវាចូលមកលើវិញចុះយើង ls មើលជាយើងឃើញថា file ហ្នឹងគឺវាមកវិញហើយអញ្ចឹងពេលនៅកន្លែងនេះក្នុងករណីបើសិនជាយើង copy មក file របស់យើងអត់មានទេចឹងវានឹងបង្កើត file យើង auto ចឹងយើងសាកឧទាហរណ៍ដូចជាបើយើង comment cp file.txt ហើយ dot pass អញ្ចឹងពេលដែលយើងវាយហើយយើង enter មកអញ្ចឹងវានឹង load អញ្ចឹងយើងអាចនេះបានយើងអាច copy file.txt dot clear file.txt dot pass ហើយយើង enter មកជាយើងចង់អាចមើលដឹងបានអញ្ចឹងយើងវាយ command ls មកយើងឆែកមើលអញ្ចឹងមានថា file ហ្នឹងគឺវា load ចូលដែរអញ្ចឹងមានថាបើសិនជាក្នុងករណីដែល file ហ្នឹងគឺវាអត់មានអញ្ចឹងវានឹងបង្កើតឲ្យយើង auto តែម្ដងបើយើងចង់តេស្តទៀតយើងអាចតេស្តទាក់ទងជាមួយនឹង cat file.txt ហើយយើង enter មកអញ្ចឹង hello world ដែលយើងបានអាសេមុនហ្នឹងគឺវានឹងមកតាមដូចគ្នា
តើសារតែយើង copy file មកអញ្ចឹងអីដែលនៅក្នុង file ហ្នឹងគឺវានឹងមកជាមួយដូចគ្នានឹងចូលនៅក្នុង folder ដែល name របស់យើងហ្នឹងការ copy របស់យើងគឺបានជោគជ័យអញ្ចឹងយើងវាយ cd ដក clear ចុច2តិចមកហើយយើង enter មកគឺយើងត្រឡប់ទៅដើមវិញអញ្ចឹងឥឡូវយើងមកធ្វើតាក់ទងជាមួយនឹងការលុប folder ម្ដងអញ្ចឹងយើងទៅសារតែខ្ញុំចង់ធ្វើតាក់ទងជាមួយនឹងការលុប folder ចុះយើងអាចបង្កើតតាក់ទងជាមួយនឹង folder មួយទៀតបានអញ្ចឹងយើងអាចវាយ mk dir mk ទៀតហើយឥឡូវខ្ញុំសុំវាយឈ្មោះមួយទៀត folder គឺដាក់ ដែល name ដែរតែខ្ញុំថែម to អញ្ចឹងដែល name to អញ្ចឹងយើង enter មកអញ្ចឹងយើង ls មើលមកគឺយើងឃើញមាន folder ចំនួន3ហើយគឺមាន ដែល name 2 ហើយនិង sp2 ពី ivp ជាមួយ folder អញ្ចឹងតើតើជាមួយនឹងការ remove ទៅគឺខ្ញុំសាក remove ជាមួយនឹង folder អញ្ចឹងយើងអាចវាយ command បាន re dir ហើយយើងវាយដក v មកតែដក v មានន័យថា remove directory របស់វាហើយយើងវាយឈ្មោះ folder របស់យើងមកដែល name to ហើយយើង enter មកហើយបន្ទាប់មកយើងសាកវាយ ls មកភាសាតែខ្ញុំវាយ command ខុសតែហ្នឹងគឺ rm dir តបមកគឺយើងវាយឈ្មោះនេះវាយើងមកដែល name to ហើយយើង enter មកហើយយើង ls មើលអញ្ចឹង folder ដែលយើងបាននេះគឺបាត់ហើយអញ្ចឹងយើងសាកឧទាហរណ៍មួយដែលយើង remove តាក់ទងជាមួយនឹងfile ដែល name របស់យើងអញ្ចឹងយើងសាកវាយ rm dir ហើយយើងវាយឈ្មោះដែល name មកហើយយើងសាក.v ហើយយើង enter មកទូវាអត់ឲ្យទេដោយសារតែក្នុង folder មកគឺវាមាន file អញ្ចឹងដើម្បីចង់ឲ្យយើងលុបវាទាំងបានទាំង folder បានទាំង file អញ្ចឹងយើងត្រូវប្រើ command rm .rvដែល name ហើយយើង enter មកអញ្ចឹងនេះគឺវាចេញមកហើយគឺវាលុបតាក់ទងជាមួយនឹង file របស់យើងអញ្ចឹងយើងសាក ls មើលទៅគឺយើងឃើញនៅតែ file text sp2.6 ហើយនិង sp2.6 folder គឺចំនួន3នេះដែលយើងបានមាននៅក្នុងកន្លែងនេះដែលយើងមានអស់5ហ្នឹងគឺវាបានលុបចេញអស់ហើយដល់ពីការដូរឈ្មោះ file ម្ដងចឹងដើម្បីការដូរឈ្មោះ file គឺយើងប្រើ command mv ដក clear ហើយយើង save file របស់យើងមកដែលឈ្មោះ file របស់យើងឥឡូវគឺវានៅតែ file ឥឡូវខ្ញុំសុំវាយយកដូរ file txt អញ្ចឹង file file.txt ហើយយើងដក clear មកគឺយើងវាយចង់វាយឈ្មោះ file ដែលយើងចង់ដូរមកអញ្ចឹងយើងដាក់ឈ្មោះhome.txt អញ្ចឹង enter មកអញ្ចឹងយើងសាក ls មើលអញ្ចឹងវានឹងកន្លែងនេះគឺយើងដូរទៅជា home.txt វិញហើយយើងចង់ដល់យើងអាចសាកចូលនៅក្នុងនេះបានថាពេលដែលយើងដូរឈ្មោះ file ហើយអីដែលនៅក្នុង file គឺវានៅដំណើរការអត់អញ្ចឹងយើងវាយ command sv 2.6 ហើយយើង folder ខ្ញុំចុចដាក់ cd ហើយយើង enter មកចាំវាចូលក្នុង folder ហ្នឹងអញ្ចឹងយើងវាយចូល file មកវាយបើកវាបានគឺយើងត្រូវវាយ cat ហើយវាយឈ្មោះ file របស់យើងអញ្ចឹង file របស់ខ្ញុំគឺឈ្មោះ home.txt ហើយ enter មកវាអត់ចេញដោយសារតែខ្ញុំច្រឡំអញ្ចឹងយើងប្រើ command នេះវិញ cd ដោយសារតែ file ហ្នឹងគឺនៅក្នុង folder svp ជាមួយ folder ទេអញ្ចឹងខ្ញុំបែកជាវិញ
ហើយយើងវាយ command ដល់ទៅ cat home.txt ចឹង hello world ដែលយើងបានបញ្ចូលពីដងគឺវាចេញមកវិញហើយចឹងមានថាបើទោះបីជាយើងedit ឈ្មោះ folder ក៏ដោយអត់ឈ្មោះ file ក៏ដោយក៏អីដែលនៅក្នុង file ហ្នឹងគឺវាអត់មានបាត់ទៅណាដែរអញ្ចឹងយើង clear វាមកអញ្ចឹងមកដល់ចំណុចនេះវិញគឺយើងតាក់ទងជាមួយនឹងការឆែក CPU អញ្ចឹងយើងដាក់វាយ command ls CPU អញ្ចឹង command ls CPU នេះគឺជា command នៅក្នុងការឆែកមើលតាក់ទងជាមួយនឹងព័ត៌មាន CPU របស់យើងអញ្ចឹងយើង enter មកអញ្ចឹងយើងឃើញថាវាចេញព័ត៌មានមកហើយអញ្ចឹងបើសិនយើងនេះគឺយើងអាចចូលទៅមើលនៅក្នុងកន្លែងabout របស់យើងបានតែតាក់ទងជាមួយនឹងព័ត៌មានរបស់យើងតាក់ទងជាមួយ CPU របស់យើងផងដែរដល់ command ទៅគឺ command top អញ្ចឹងយើងវាយ command top មកហើយយើង enter មកអញ្ចឹងចូលដល់កន្លែងនេះគឺវាតាក់ទងមើលជាមួយនឹងការនេះរបស់យើងថាវា C អស់ប្រមាណអីប្រមាណតាក់ទងជាមួយនឹង CPU ភាគរយហើយតាក់ទងជាមួយនឹង PP user អីជាដើមយើងចុចចូលបានមួយទៀតនៅក្នុងត្រឹមនេះគឺវារៀងបាក់មើលចុះយើងមាន command មួយទៀតដែលវាស្រួលមើលជាងហ្នឹងចឹងដើម្បីចុចចេញវាបានគឺយើងប្រើ control C មកឆែកមើល PWD របស់យើងសិនចឹងយើងនៅក្នុង home សិនហ្នឹងបន្ទាប់មកយើងត្រូវវាយ command មួយទៀតយើងត្រូវការប្រើមួយទៀតគឺឥឡូវយើងត្រូវការ install xtop អញ្ចឹងយើងត្រូវវាយsudo apt install xtop ហើយយើង enter មកហើយវាយ password 1 2 3ដែលជា password របស់យើងinstall បានទៅវា install យើងអាចឆែកមើលបានអញ្ចឹងយើងវាយ command xtop នេះគឺវាចេញមកហើយវាមានអារម្មណ៍ថាវាស្រួលមើលជាងtop command top មិញយើងអាច control C ទៀតមកហើយឥឡូវយើងចូលដល់ command នេះគឺ command free ចឹង command free គឺតាក់ទងជាមួយនឹងការឆែក memory របស់យើងថាវាសល់ប្រមាណអីប្រមាណអញ្ចឹងយើង enter មកអញ្ចឹងវានឹងប្រាប់យើងថា memory របស់យើងគឺសល់ប្រមាណអីប្រមាណអញ្ចឹងទៅដែល total memory របស់យើងគឺប៉ុណ្នេះហើយយើង use ប៉ុណ្នេះ free ប៉ុណ្នេះហើយនឹង share ប៉ុណ្នេះជាដើមcommand នេះគឺយើងមានអារម្មណ៍ថាវាពិបាកមើលអញ្ចឹងយើងអាចមាន command មួយទៀតដែលវាស្រួលមើលជាងហ្នឹងអញ្ចឹងយើងវាយ command free .x អញ្ចឹងក្នុងនេះគឺវានឹងចេញជាតម្រងជា G ឲ្យយើងអញ្ចឹងយើងមានអារម្មណ៍ថាវាស្រួលមើលជាងមុនបាទទៅគឺ command ds ទៀតជាមួយនឹងការឆែកមើល disk របស់យើងអញ្ចឹងនេះប៉ុណ្នេះតែវាតម្រងគឺវានៅពិបាកមើលដូចជា command free អញ្ចឹងយើងអាចដាក់វាឲ្យកាន់ជាស្រួលមើលអញ្ចឹងយើងប្រើ command ds .x enter មកអញ្ចឹងវានឹងចេញចំនួនជា G មកឲ្យយើងវាធ្វើឲ្យយើងស្រួលមើលជាងមុននឹងចូលដល់ command មួយទៀតគឺ command lsblk អញ្ចឹងយើងបាក់សាក់វាយទៅ lsblk ហើយ enter មកអញ្ចឹងនៅក្នុងកន្លែងនេះគឺវាចេញទិន្នន័យមកឲ្យយើងដែលជា tab ឧទាហរណ៍ពេលខ្លះអាចនឹងយើងមានម៉ាស៊ីន2ជាដើមហើយនេះបើសិនជាយើងមានម៉ាស៊ីន2វានឹងលោត2មកឲ្យយើងក្នុងxtop យើងវិញមកយើង enter អញ្ចឹងយើងចូលមកក្នុងកន្លែងនេះគឺយើងនឹងមើលថាយើងសម្រាប់របស់យើងគឺយើងនឹងចង់ kill នៅកន្លែងណា control C ឲ្យផ្ដាច់វាមកអញ្ចឹងក្នុងករណីបើសិនជាយើងចង់ kill អញ្ចឹងយើងអាចប្រើ command kill ហើយយើងវាយដូចជាយើងវាយឧទាហរណ៍ទៅ19ហើយនឹងport មួយរបស់យើងតែខ្ញុំសូមអត់ run command ហ្នឹងទេដោយសារតែខ្លាចមានបញ្ហាអញ្ចឹងយើងមានតែប៉ុណ្្នឹងទេអញ្ចឹងយើងអាចបិទវាបានអញ្ចឹងយើងប្រើ command ដើម្បីបិទវាគឺប្រើ command sudo shutdown now ហើយយើង enter មកអញ្ចឹងយើងឃើញថាវាបានបិទហើយអញ្ចឹងយើងមានតែប៉ុណ្្នឹងទេ